សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកដល់តមេរៀនរបស់យើងតាក់ទងទៅនឹងសរីរាង្គវិញ្ញាណមកដល់ត្រង់ចំណុចកាយវិញ្ញាណអញ្ចឹងគោលបំណងសំខាន់របស់យើងគឺថ្ងៃនេះគឺតើកាយវិញ្ញាណជាអ្វីស្បែកមាននីតិសំខាន់អ្វីខ្លះស្បែកមានប៉ុន្មានស្រទាប់អ្វីខ្លះតើស្រទាប់ដែលមានលក្ខណៈម៉េចតើស្រទាប់ epiderm មានលក្ខណៈម៉េចហើយស្រទាប់ epiderm មានតួនាទីអ្វីតោះយើងទៅទាំងអស់គ្នាអញ្ចឹងតកតងទៅនឹងកាយវិញ្ញាណគឺជាប្រព័ន្ធវិញ្ញាណឬក៏ប្រព័ន្ធនៃផ្នែកមួយនៃប្រព័ន្ធសរីរាង្គវិញ្ញាណដែលអាចឲ្យយើងដឹងការឈឺចាប់ដោយសារយើងមានធ្មូលវិញ្ញាណឈឺចាប់ក្តៅត្រជាក់រងាដោយសារយើងមានធ្មូលក្តៅធ្មូលត្រជាក់ដោយសារយើងមានធ្មូលវិញ្ញាណនៅក្នុងស្បែកអញ្ចឹងធ្មូលវិញ្ញាណរបស់យើងមាន5គេហៅធ្មូលកាយវិញ្ញាណមានធ្មូលបំណះទង្គិចធ្មូលសម្ពាធធ្មូលឈឺចាប់ធ្មូលកម្ដៅហើយនឹងធ្មូលត្រជាក់បាទនៅលើស្បែករបស់យើងណាអញ្ចឹងបើយើងក៏លេខមកមើលស្បែករបស់យើងអានេះគេដាក់ថាមាននីតិ6សំខាន់នៅក្នុងនឹងបាទអានេះតកតងស្បែកណាប៉ុន្តែគ្រាន់តែអានេះចំណុចរបស់យើងដូចជាច្រើនជាងនឹងនៅក្នុងសភៅគោលរបស់យើងអានេះតកតងគេហៅថា heat regulation តកតងទៅនឹងកម្ដៅបាទមានន័យថាធ្វើឲ្យមានតុល្យភាពលំនឹងកម្ដៅអីចឹងទៅ sensation តកតងប៉ះអីចឹងទៅឧទាហរណ៍អូខេតកតង protection តកតងការពារសរីរាង្គខាងក្នុងអីផ្សេងអីចឹងទៅអញ្ចឹងវាមាននីតិផ្សេងទៀតដូច absorb បាទស្រូបយកសារធាតុមួយចំនួនអីចឹងទៅចូលទៅក្នុងស្បែករបស់យើងណាអូខេអញ្ចឹងយើងទៅនីតិរបស់ស្បែកទាំងអស់គ្នាអញ្ចឹងនីតិទី1គឺស្បែកមាននីតិការពារសារពាង្គកាយពីឥទ្ធិពលរូបនិងឥទ្ធិពលគីមីអញ្ចឹងមានន័យថាជឿទៅឧទាហរណ៍ថាបើសិនជាបងអូនឲ្យដើរប៉ះតុប៉ះអីធម្មតាបុកតុអញ្ចឹងតុធម្មតានៅខាងក្រៅវាមានវត្ថុរូបផ្សេងតុអីចឹងទៅទីឲ្យយើងបុកទៅតុហ្នឹងអត់ចូលយើងទេណាខ្លាចតែវាបុកធ្លុះចូលទៅក្នុងស្បែកហ្នឹងមិនចូលណាយើងទៅខាងក្រៅវាមិនអាចចូលបានទេណាអូខេវត្ថុគីមីផ្សេងយើងដឹងហើយបើយើងតាក់ទងនឹងផែនដីវិទ្យានៅជុំវិញខ្លួនយើងគឺវាមានសារធាតុគីមីផ្សេងដូចជាអុកស៊ីហ្សែនបាទអុកស៊ីហ្សែនអត់ចូលតាមស្បែកយើងទៅចូលតាមដំណក់ដង្ហើមរបស់យើងគឺតាមច្រមុះណាឬក៏អាស៊ូតអីផ្សេងចូលតាមរយៈចំណីអាហារទេមិនតាមស្បែកទេណាជឿទៅអញ្ចឹងមានន័យថាការពារពីការជ្រៀតចូលនៃមេរោគផ្សេងឧទាហរណ៍បើសិនជាអ្នកគ្នាដើរកន្លែងដែរទៅផ្សារទៅអីទៅមានភក់មានជ្រាំអីចឹងទៅអញ្ចឹងជឿទៅគឺមេរោគហ្នឹងគឺអត់ពេលខ្លះគឺវាអត់ឆ្លងតាមស្បែកទេអានឹងយូរទៅឧទាហរណ៍សម័យកូវីដហ្នឹងកូវីដគឺចូលតាមរយៈច្រមុះឯងអត់ចូលតាមរយៈស្បែកទេណាខ្ញុំមានថាការពារពីការជ្រៀតចូលមេរោគផ្សេងបង្ការពីការបាត់បង់ជាតិទឹកបាទពីសារពាង្គកាយអីចឹងទៅអានឹងចំណុចសំខាន់វាតែប៉ុណ្្នឹងឯងហើយមួយទៀតការពារកាំរស្មីស្វាយអ៊ុលត្រាដែលយើងហៅថា UV បាទស្បែកយើងមានជាតិ melanin ការពារពីកាំរស្មី UV ណាអានឹងជាទៅឲ្យអ្នកមាន melanin ច្រើនចឹងអានឹងអាចការពារពីកាំរស្មី UV បានល្អជាងអ្នកដែលអត់សូវមានជាតិ melanin អីចឹងទៅនៅលើស្បែករបស់យើងហើយការពារនឹងទៀតជាកន្លែងបណ្ដោឧស្ម័នគេថាឧស្ម័នមួយចំនួនចេញតាមរយៈស្បែកពេលបែកញើសបែកអីចឹងណាតែបងប្អូនឯងឃើញទឹកចេញក្នុងទឹកនឹងមានញើសនឹងក៏តែមានអុយរ៉េឬក៏អីផ្សេងអីចឹងទៅតាមរយៈស្បែកអីចឹងទៅហើយការពារនឹងទៀតបញ្ចេញកាកសំណល់metabolism បាទឧទាហរណ៍ញើសយើងហ្នឹងឯងគឺសំណល់ metabolism តាមកពេញញើសហើយថែរក្សាសារពាង្គកាយយើងឲ្យសើមអញ្ចឹងស្បែករបស់យើងសើមស្បែកយើងអត់ស្ងួតទេជីទៅណាអ្នកគ្នាត្រូវចាំអញ្ចឹងស្បែកកាលណាស្ងួតធ្វើឲ្យស្បែកយើងវាឡើងប្រេះអីចឹងទៅឧទាហរណ៍ណាអញ្ចឹងជាទូទៅឲ្យស្បែកយើងប្រេះឲ្យអីចឹងទៅអានឹងតាក់ទងទៅនឹងស្បែកស្ងួតអញ្ចឹងអត់ស្អាតទេឧទាហរណ៍ដូចខែកណ្ដិតធ្លាក់ខ្យល់អញ្ចឹងស្បែកយើងស្ងួតអញ្ចឹងនិយាយជាទូទៅយើងលាបលេអីដើម្បីផ្ដល់សំណើមឲ្យស្បែកអញ្ចឹងទៅណាបើអត់សើមទេមានតែអត់ស្អាតទេបើយើងបញ្ចេញជាតិខ្លាញ់អញ្ចឹងខ្លាញ់ហ្នឹងជាទូទៅយើងមានកពេញមួយគឺកពេញសេបូមដែលបញ្ចេញជាតិខ្លាញ់ណាអញ្ចឹងកពេញសេបូមហ្នឹងបើជាទូទៅគឺវាសម្បូរនៅលើផ្ទៃមុខហើយនឹងស្បែកក្បាលរបស់យើងពេលខ្លះបងប្អូនឯងឃើញយើងចេញខ្លាញ់បញ្ចេញអីនៅលើផ្ទៃមុខអីផ្សេងចឹងទៅណាបាទប៉ុន្តែបើគេសួរ
ខ្លាញ់ឬក៏កពេញសេបូមនឹងវាសម្បូរនៅកន្លែងណាគឺនៅលើផ្ទៃមុខហើយនឹងស្បែកក្បាលពួកកពេញសេបូមនឹងគឺប្រឆាំងទៅនឹងបាក់តេរីផ្សេងណាវាបច្ចេកស្រូបយកឱសថមួយចំនួនគេយើងលាបថ្នាំលាបអីមួយចំនួនអីចឹងទៅអូខេលាបលេអញ្ចឹងទៅឧទាហរណ៍ទទួលរំញោចផ្សេងពីបម្រែសីតុណ្ហភាពការប៉ះទង្គិចជាដើមមានថាស្បែកយើងអាចឲ្យយើងដឹងក្តៅដឹងត្រជាក់ឲ្យយើងប៉ះទង្គិចឲ្យយើងដឹងឈឺចាប់អីជាដើមណាអានឹងចឹងអូខេអានឹងនីតិបោះស្បែកតោះយើងទៅចំណុចបន្ទាប់ទៀតតកតងទៅនឹងស្បែករបស់យើងមានភ្នាប្រមាណសតបអញ្ចឹងជាទៅស្បែករបស់យើងគឺមានពីរសតបគេហៅសតប derm ហើយនិង epiderm ហើយបងប្អូនមើលរូបនេះអូខេចឹងអានេះគឺ stop dam ហើយខាងក្រោមនេះគឺ stop epiderm ប៉ុន្តែចង់បញ្ជាក់ថាអញ្ចេះក្នុងសភៅគោរបស់យើងមាន epiderm ហើយនិង dam ប៉ុន្តែសភៅផ្សេងគេអាចចែកជា3អីចឹងទៅណាអូខេអានឹងចឹងតាម reference ប៉ុន្តែយើងយកសភៅគោរបស់យើងមានតែពីរទេគឺ epiderm ហើយនិង dam អញ្ចឹងតកតងទៅនឹង stop epiderm ហ្នឹងយើងមើលទៅលើរូបហ្នឹងគឺស្ដើងឯងទៅអាហ្នឹង stop ហ្នឹងរៀងស្ដើងឯងកម្រាស់វាអត់ក្រាស់ឯងប៉ុន្តែដល់ dam វិញគឺ stop វារៀងក្រាស់ជាងអីចឹងទៅហើយបើសិនជាបងអូនឯងកលេចមើលរូបហ្នឹងណាជាទៅ stop epiderm អត់សូវជាមានអីច្រើនទេប៉ុន្តែ stop dam ហ្នឹងគឺមានច្រើនដូចជាយើងឃើញនៅក្នុង stop dam យើងមើលអញ្ចឹងណាយើងឃើញមានកពេញសេបូមអូខេមានកពេញញើសនេះរៀងគួយមូលដូចអាចកូនក្មេងអញ្ចឹងឧទាហរណ៍មានថ្មូលកម្ដៅអូខេនៅក្នុងហ្នឹងគឺយើងឃើញមានសរសៃវ៉ែនអាហ្នឹងបើយើងនិយាយខ្លីសរសៃឈាមយើងឃើញមានថ្មូលសម្ពាធថ្មូលបំណាស់ទង្គិចសាច់ដុំរលីងដែលភ្ជាប់ទៅនឹងគល់រោមនៃសាច់ដុំរលីងអញ្ចឹងជាដើមអញ្ចឹងអាហ្នឹងគឺសម្បូរនៅលើ stop dam ណាអូខេតើឥឡូវយើងទៅទាំងអស់គ្នាអញ្ចឹងតកតងទៅនឹងស្បែករបស់យើងមានពីរស្ទាប់គឺស្ទាប់ epiderm ហើយនិង dam ណាអញ្ចឹងតកតងស្ទាប់ epiderm យើងមើលមិញគឺស្ទាប់ក្រៅបង្អស់របស់ស្បែកវាមានកម្រាស់វាស្ដើងទៅគឺ 0.7 មីលីម៉ែត្រអញ្ចឹងវាជាស្ទាប់កោសិកាងាប់គ្មានសរសៃឈាមអញ្ចឹងជាទូទៅស្ទាប់កោសិកាហ្នឹងគឺងាប់អត់មានសរសៃឈាមទេហើយ epiderm ហ្នឹងគឺវាជំរុះរៀងរាល់ថ្ងៃណាវាយើងដុសក្អែដុសក្អីក៏វាជ្រុះដែរអាហ្នឹងជាទៅណាហើយ epiderm ហ្នឹងគឺមាននីតិប្រឆាំងទៅនឹងការភ្នាក់ងារបង្កមួយចំនួនណាអូខេអញ្ចឹងមួយទៀតតកតងទៅនឹង stop dam វិញ stop dam គឺក្រោម epiderm អាហ្នឹងយើងមើលតារូបក៏យើងចេះដែរចង់និយាយថាឥឡូវ epiderm ឲ្យក្រោម dam អញ្ចឹងមានថាហ្នឹងនៅលើ epiderm ណានៅក្រោម epiderm កម្រាស់វាក្រាស់គឺ4មីលីម៉ែត្រអូខេ4មីលីម៉ែត្រវាជាស្ទាប់កោសិការស់វាផ្ទុយពីអានោះវិញបើយើងចាំអានោះកោសិកាងាប់គ្មានសរសៃឈាមអានេះស្ទាប់កោសិការស់សម្បូរសរសៃឈាមហើយមានថ្មូលវិញ្ញាណជាច្រើនថ្មូលវិញ្ញាណដែលនៅក្នុងស្ទាប់ dam របស់ស្បែកចឹងបាទអរគុណច្រើនអ្នកនរគ្នាប៉ុណ្ណឹង